បាទសួស្តីសូមស្វាគមន៍មកកាន់เพจទូងោត្រំស្នេហ៍ដោយដែលយើងបានឃើញនៅការបើកក្បាលវីដេអូនេះគឺរំពេនេះទូកនេះគឺមានអំណាចណាបាទរូបគំនូរដ៏ស្រស់ស្អាតរចនាបថពុយទីគួយគុណហើយនឹងរដ្ឋាភិបាលមួយគ្រឿងនេះគឺមានព្រះនាមថាប្រាសាទសម្បូរសែនជ័យបាទប្រាសាទសម្បូរសែនជ័យនេះពីដើមឡើយគឺជាទូករបស់បុរសទេបាទជាទូករបស់បុរសទេតែដែលឡែកយើងមានចំណុះតិចអញ្ចឹងវាថាយើងទៅប្រកួតទៅប៉ះតគីឡូធ្ងន់ទូកចំណុះច្រើនអញ្ចឹងដូរឲ្យនារីវិញហើយក៏ដោយសារតែមានមួយគ្រឿងនេះដែរបាទគ្រឿងនេះចំណុះ75ហើយអញ្ចឹងបានបលែងមួយគ្រឿងនេះទៅឲ្យនារីបាទធីមម៉ែមកអូនម្ដងប្រាសាទសម្បូរសែនជ័យបាទទូកនេះជាប្រភេទទូកលេងទល់ហើយក៏ជាគេមរតកបាទរបស់ជាងរបស់លោកព្រឹទ្ធាចារ្យបាទតាបាទនេះទូកគេដំណើររបស់គាត់គ្រឿងនេះមើលបាទទូករបស់គាត់ហើយទូកផ្សេងទៀតគេធ្វើរចនាបថប្រហែលគាត់ដែរបាទប្រហែលនឹងទូករបស់គាត់ដែរបាទនេះការពារការហែកសាច់មៀតការបោវាចទូកឲ្យផ្សេងបាទនៅក្នុងនេះគឺមានចន្ទុល2បាទបញ្ជាក់ថាទូកនេះគឺជាទូកលេចន្ទុលអញ្ចឹងមានចន្ទុលគឺមិនជាបញ្ហាអីទេជារឿងធម្មតាទេជាប្រពៃណីទំនៀមទម្លាប់របស់ទូកដែលនៅខាងស្រុកប្រាសាទសម្បូរហើយបាទគ្រប់ទូកទាំងអស់គឺតែងតែមានចន្ទុលគឺជារឿងធម្មតាបើអត់ចន្ទុលអានឹងបានជារឿងចម្លែកវិញបាទនេះស្លោបហើយកសៃបាទរចនាបថបុរាណទេបាទទូកនេះគឺយូរឆ្នាំហើយបាទចូល30ឆ្នាំអី20ឆ្នាំជាងក្រាស់30ឆ្នាំហើយបាទទូកនេះមានអាយុកាលយូរវែងហើយបាទធ្វើតាំងពីជំនាន់លោកគ្រូតាម្លេះគ្រូតាគេដំណើររបស់លោកគ្រូតាទូកនេះបាទមានភាពល្បាញល្បីខ្លាំងពុកម៉ែបងប្អូនមិនជឿទេបងប្អូនចូលក្នុង YouTube ឬនៅក្នុង Facebook បងប្អូនស្វែងរកទៅបាទប្រាសាទសម្បូរសែនជ័យអញ្ចឹងទៅបងប្អូនឃើញហើយបាទលើកពានរាប់ភ្លេចហើយបាទថ្នាក់ជាតិថ្នាក់ខេត្តទូកមួយគ្រឿងនេះឃើញមេទូចចាស់បាទដៃគូដៃកង់មួយកងគាពិសីចម្ប៉ាពិសីឯកសវណ្ណច័ន្ទម៉ាលីសូជីឧត្តមបាទទូកផ្សេងទៀតស្រីស្រួចបាទថ្នាក់ជាតិមជុលពេជ្រមជុលអីស្រីម៉ៅក្រាំងយើស្រីអីនេះបាទដៃគូដៃកង់ប្រាសាទសម្បូរសែនជ័យនេះមួយគ្រឿងនេះហើយបាទចាំពុកម៉ែបងប្អូនមិនជឿថាខ្លាចថាអេដមីននិយាយផូវត់កុហកអីsearch មើលនៅក្នុង YouTube ទៅបាទមិនឃើញហើយចន្លោះឆ្នាំ2000អីជាងអីឃើញហើយបាទ2013 14 12អីហ្នឹងបែបឃើញហើយប៉ុណ្ណឹងចន្លោះប៉ុណ្ណឹងបាទសូមអរគុណសូមគោរពជម្រាបលាបាទពីពេកទូងោថ្នាំស្នេហ៍